ង្គៀងគុំគឺជានិមិត្តរូបប្រពៃណីនៃបុណ្យចូលឆ្នាំចិនចង្គៀងគុំរបស់តំបន់នីមួយៗក្នុងប្រទេសចិនមានរចនាបថនិងបច្ចេកទេសសិប្បកម្មពិសេសរៀងៗខ្លួននៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ការផលិតចង្គៀងគុំប្រពៃណីចូលមកដល់រដូវកាលផលិតកំពូលនៅរោងចក្រចង្គៀងគុំវិចិត្រសិល្បៈប៉េកាំងសិប្បករជើងចាស់កំពុងរវល់នឹងការផលិតតាមតម្រូវការនៃការបញ្ជាទិញចង្គៀងគុំរាជវាំងប៉េកាំងត្រូវបានផលិតឡើងជាមួយនឹងស៊ុមឈើស្រោបដោយសូត្រឬកញ្ចក់និងលាបពណ៌ចម្រុះតុបតែងដោយរំយោលនិងគំនូរចិនចង្គៀងគុំស្រុកសាសឺក្រុងហៃ寧ខេត្តជឺចាំងគឺជាតំណាងនៃសិប្បកម្មចាំងណានរបស់ចិនបច្ចេកទេសចាក់រុនដោយម្ជុលសម្រាប់ការផលិតចង្គៀងគុំប្រភេទនេះគឺល្អឥតខ្ចោះដោយសិប្បករប្រើម្ជុលចាក់រុនរាប់ពាន់ដើម្បីគូសក្បាច់នៅលើกระดาษស្ដាំដោយសន្លាប់របស់សត្វត្រយងជាដើមចង្គៀងគុំទីជាវត្រូវបានបែងចែកជាពីរប្រភេទពោលគឺចង្គៀងបញ្ឈរលាបពណ៌និងគុំព្យួរលាបពណ៌ចង្គៀងបញ្ឈរយករូបមនុស្សធ្វើជាស្នូលដោយរួមបញ្ចូលនៅធាតុផ្សំនៃបេតិកភណ្ឌវប្បធម៌អរូបីដូចជាល្ខោនទីជាវនិងក្បាច់ប៉ាក់បែបទីជាវជាដើមលោកស្រីទីងឈូជាប្រធានមជ្ឈមណ្ឌលវប្បធម៌សង្កាត់សៀងឆោបាននិយាយថាលក្ខណៈពិសេសរបស់ចង្គៀងគុំប្រភេទនេះគឺការនិទានរឿងដែលផ្សព្វផ្សាយអត្ថន័យវប្បធម៌ពីមួយជំនាន់ទៅមួយជំនាន់តាមរយៈការបង្កើតតួអង្គនិងស្ដារឈុតឆាកឡើងវិញ